ងលិចបឹងជាភូមិមួយស្ថិតនៅក្នុងឃុំវាលក្នុងស្រុកកងពិសីខេត្តកំពង់ស្ពឺបន្ទាប់ពីច្រូតកាត់ប្រមូលផលស្រូវរដូវវស្សាទុកដាក់រួចរាល់ហើយយើងសង្កេតឃើញដំណាំពណ៌បៃតងលេចឡើងនៅក្នុងតំបន់នេះគួរឲ្យកត់សម្គាល់ផងដែរភូមិនេះមានប្រជាពលរដ្ឋប្រមាណ77គ្រួសារក្នុងនោះមាន61គ្រួសារមានមុខរបរជាអ្នកដាំដុះដំណាំបន្លែដូចជាដំណាំត្រសក់ត្រឡាចស្ពៃម្ទេសហាវ៉ៃនិងដំណាំខាត់ណាផ្កាជាចម្បងក្នុងកិច្ចដំណើរការនេះដែលមានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទពិសេសឯកឧត្តមបណ្ឌិតច័ន្ទសរុនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានជំរុញឲ្យមន្ត្រីបច្ចេកទេសកសិកម្មនៅមូលដ្ឋានសហការជាមួយនាយកដ្ឋានផ្សព្វផ្សាយកសិកម្មដើម្បីធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋធ្វើយ៉ាងណាយកចិត្តទុកដាក់ដាំដុះបន្ថែមនៅលើដីស្រែក្រោយពេលប្រមូលផលស្រូវរួចដើម្បីបង្កើតការងារដល់កសិករនិងបង្កើនប្រាក់ចំណូលក្នុងគ្រួសារនិងឈានទៅរកការកាត់បន្ថយភាពក្រីក្រនៅទីជនបទហើយបានប្រែក្លាយប្រជាពលរដ្ឋនៅក្នុងភូមិខាងលិចបឹងទទួលបានការបណ្ដុះបណ្ដាលពីគម្រោងអភិវឌ្ឍវិស័យកសិកម្មរដ្ឋបច្ចេកទេសពីការងារដាំដុះដំណាំដែលបានប្រែក្លាយពីការដាំដុះមានការប្រើប្រាស់ជីគីមីនិងថ្នាំពុលកសិកម្មច្រើនងាកមករកការប្រើប្រាស់ជីធម្មជាតិនិងការកម្ចាត់សត្វចង្រៃតាមបែបជីវសាស្ត្រវិញកិច្ចការទាំងនេះនាំឲ្យកសិករចំណេញបានទាំងថវិកាផងនិងមិនទទួលផលប៉ះពាល់ដល់អ្នកបរិភោគផងដែរដូច្នេះឯកសារនេះនឹងបង្ហាញជូនពីបច្ចេកទេសដាំដុះដំណាំខាត់ណាផ្កាដើម្បីទទួលបានផលល្អកសិករឈ្មោះសំអឿរស់នៅក្នុងឃុំវាលស្រុកកងពិសីខេត្តកំពង់ស្ពឺអនុវត្តតាមការណែនាំរបស់មន្ត្រីផ្សព្វផ្សាយកសិកម្មបានឲ្យដឹងថាការដាំបន្លែនេះគឺបានម្ដុំម្ដាលពីខាងស្រុកនិងខេត្តខាងកសិកម្មស្រុកខាងកសិកម្មខេត្តនឹងចុះមកបង្រៀនកាលដើមឡើយដាំពីមុនមកយើងដាំស្ពីសគឺដាំវាគ្មានបច្ចេកទេសគឺផ្កាអត់បានធំទេដល់ខាងផ្នែកខាងកសិកម្មយើងចុះមកបង្រៀនគឺថាក្នុងមួយគុំឲ្យឃ្លាត4តឹកដូច្នេះធ្វើតាមរូបមន្តនេះគឺថាបានធំផ្កាបានធំពីមុនមកយើងចេះថាដាំញឹកប៉ាតណាប៉ាតណៃឬផ្កាអត់បានធំទេដល់ទៅតាមក្បួនកសិកម្មត្រឹម4តឹកទៅ4តឹកកន្លះហ្នឹងគឺផ្កាបានធំបានរីកចម្រើនល្អទៅចំពោះការប្រើប្រាស់ជីតែពូប្រើយ៉ាងម៉េចដែរការប្រើប្រាស់ជីវាមិនខុសប្លែកគ្នាប៉ុន្មានទេក៏ប៉ុន្តែគ្រាន់ថាវាដល់ក្បួនកសិកម្មគាត់បានបង្រៀនថារយៈពេល15ថ្ងៃហ្នឹងគឺយើងដាំហើយរយៈពេល15ថ្ងៃយើងស្រោចជីកំប៉ុស្តរាវប្រើថ្នាំធម្មជាតិនេះបើនិយាយទៅវាចំណេញថវិកាគឺចំណេញថវិកាច្រើនដោយយើងចេះផ្សំខ្លួនយើងហើយជីថ្នាំធម្មជាតិនេះគឺយើងផលិតឲ្យខ្លួនយើងគឺធម្មជាតិមូលដ្ឋានយើងគឺអត់ចេះខ្វះបាទព្រោះពេជ្រស្លឹកស្ដៅស្អីអស់នេះគឺអត់ចេះខ្វះទេสนุกផ្សំនៅមូលដ្ឋាននេះដំណាំគេនិយាយថាមានតែស្រូវទេបន្ទាប់ពីស្រូវមកមូលដ្ឋាននេះមានបន្លែដាំខាត់ណានិងត្រឡាចដូច្នេះគឺកាត់បន្ថយភាពគេថាភាពខ្វះខាតនោះគឺបានច្រើនមែនទេហ្មងបាទក្នុងមួយរដូវបានច្រើនមែនទេអ្នកដែលដាំគឺដាំតិចបានតិចដាំច្រើនបានច្រើនក៏ប៉ុន្តែគ្រាន់ថាវាយើងដាំតែក្នុង10អាអីបានចឹងទៅ1លានកន្លះ2លានអីក៏បានធូរស្រួលចឹងដែរម្ដងបច្ចេកទេសដាំដុះដំណាំប្រភេទនេះអាចដុះលូតលាស់បានស្ទើរពេញមួយឆ្នាំសម្រាប់តំបន់ដែលមានអាកាសធាតុក្តៅមធ្យមប៉ុន្តែនៅរដូវមានសីតុណ្ហភាពឡើងខ្ពស់រយៈពេលពន្លឺថ្ងៃច្រើនម៉ោងធ្វើឲ្យទិន្នផលចុះទាបបំផុតព្រមទាំងប្រែប្រួលអាយុកាលចេញផ្កាវាអាចដុះលូតលាស់បានចាប់ពីវាលរៀបដល់ខ្ពង់រាបគេចាត់បញ្ចូលទៅក្នុងដំណាំដែលត្រូវការសីតុណ្ហភាពទាបតម្រូវការមធ្យមប្រចាំថ្ងៃរបស់វា
ពី 15 ទៅ 20 អង្សាសេការជ្រើសរើសពូជដោយយោងទៅលើប្រទេសកម្ពុជាយើងមានរដូវត្រជាក់រយៈពេលខ្លីចន្លោះពីខែតុលាដល់ខែកុម្ភៈហើយរយៈពេលដាំដុះបានល្អពីខែវិច្ឆិកាដល់ខែធ្នូហើយពេលខិតណាចេញផ្កាឈានចូលរដូវក្តៅដូចនេះมันអំណោយផលទៅលើប្រភេទពូជធ្ងន់ឡើយវាសមស្របតែលើពូជស្រាលនិងកណ្ដាលដូច្នេះកសិករមិនដាំត្រូវជ្រើសរើសពូជដែលមានអាយុកាលពី 55 ទៅ 75 ថ្ងៃប៉ុណ្ណោះការរៀបចំដីមានសារៈសំខាន់ណាស់ត្រូវរាស់ប្រមូលយកកាកសំណល់ស្មៅនិងដំណាំផ្សេងចេញពីចម្ការរក្សាទុកដីឲ្យស្ងួតល្មមមុននឹងភ្ជួរត្រូវភ្ជួរនិងរាស់បំបែកដីព្រមទាំងហាលថ្ងៃឲ្យបានច្រើនលើកដើម្បីឲ្យដីស្ងួតល្អបន្ថយការដុះលូតលាស់របស់ស្មៅនិងសត្វល្អិតផ្សេងពិសេសធ្វើឲ្យដីមានបន្ទុកខ្យល់ចេញចូលគ្រប់គ្រាន់ងាយស្រួលក្នុងការស្រោចស្រពមុនពេលលើករងត្រូវរាស់និងវាយបំបែកដីឲ្យល្អិតហើយលើករងឲ្យមានកម្ពស់ពី 25 ទៅ 30 សង់ទីម៉ែត្រទទឹង 1 ម៉ែត្របន្ទាប់មកកាប់រណ្ដៅជម្រៅពី 8 ទៅ 10 សង់ទីម៉ែត្រដាំ2ជួរក្នុងមួយថ្នាលចន្លោះជួរមួយទៅជួរមួយទៀត50 សង់ទីម៉ែត្រនិងចន្លោះពីរណ្ដៅមួយទៅរណ្ដៅមួយ40 សង់ទីម៉ែត្រលោកនៅអេងហៃមន្ត្រីកសិកម្មស្រុកគងពិសីខេត្តកំពង់ស្ពឺបានឲ្យដឹងថានៅក្នុងឃុំយើងនេះពីមុនមកគឺគាត់ប្រើថ្នាំពុលគាត់ប្រើខ្លាំងក៏ប៉ុន្តែក្រោយមកមើលទៅខាតទុនច្រើនហើយបាញ់អត់ងាប់ណាបាទអញ្ចឹងគាត់ក៏សម្រេចចិត្តហ្នឹងគឺគាត់ចាប់ដោយដៃបាទព្រោះចាប់ដោយដៃនេះគឺមានគុណសម្បត្តិផងបាទទី1គឺគាត់អត់មានចំណាយថវិកាណាបាទគឺគាត់ចំណេញថវិកាបាទហើយទី2គឺអត់ប៉ះពាល់សុខភាពទៀតណាបាទហើយគាត់ចំណេញហើយបើថ្នាំពុលចំណាយថវិកាផងប៉ះពាល់សុខភាពទៀតបាទហើយពួកនេះគឺបាញ់ថ្នាំអត់ងាប់ទេណាបាទពួកតកៅវងនេះយើងដឹងស្រាប់ហើយគឺវានៅពីក្រោមស្លឹកណាបាទកាលណាយើងបាញ់ទៅបាញ់ទៅពីលើស្លឹកគឺខាងក្រោមវាអត់ធ្លាក់មកទេបាទអញ្ចឹងមានមួយយ៉ាងគឺកម្ចាត់ដោយដៃណាបាទកម្ចាត់ដោយដៃបាទមួយទៀតពេលយប់បាទពេលយប់គឺគាត់ចាប់ពពួកតកៅយល់ទូងបាទត្រង់អ្នកខ្លះគាត់ម៉ោង 2:10 អីគឺគាត់មានអាភ្លើងកែវគាត់មួយណាបាទដាក់មកវែកចាប់ហើយបាទបើសិនជាយើងអត់ចាប់ទេអត់បានទេណាបាទហើយពួកនេះកាលណាទៅវាធំតិចហើយពេលអាផ្កាយើងកំពុងឲ្យយើងចាប់ផ្ដើមចេញមកពកចេញមកហ្នឹងទៅវាស៊ីហើយគឺអលួយបដូលណាបាទការចាប់ដៃតើប្រជាពលរដ្ឋនៅតំបន់នេះគាត់មានការយល់ពីច្រើននេះបាទឥឡូវនេះគាត់យល់ច្រើនគាត់យល់ច្រើនឥឡូវការដាំដុះដំណាំប្រភេទនេះគេតែងធ្វើការដាំដុះដោយកូនបណ្ដុះមិនអាចដាំដោយគ្រាប់ផ្ទាល់ឡើយដូច្នេះត្រូវរៀបចំថ្នាលបណ្ដុះកូនជាមុនក្រោយពីកូនខាត់ណាអាយុបាន20ទៅ 25 ថ្ងៃទើបយកទៅដាំក្នុងចម្ការវិធីសាស្ត្របណ្ដុះកូនដំបូងត្រូវជ្រើសរើសដីសម្រាប់ធ្វើថ្នាលបណ្ដុះដោយជ្រើសរើសយកដីមានជីជាតិវាលស្រឡះក្បែរប្រភពទឹកដីស្ថិតនៅទីទួលការពារលិចនៅពេលមានភ្លៀងធ្លាក់ត្រូវកាប់ហាលដីនេះឲ្យស្ងួតរយៈពេលច្រើនសប្តាហ៍មិនត្រូវទុកដីថ្នាលឲ្យត្រូវភ្លៀងឡើយត្រូវធ្វើដំបូលប្រក់ឲ្យខ្ពស់ស្រឡះបន្ទាប់មកនៅពេលរៀបនិងសាបគ្រាប់ពូជត្រូវរាយបំបែកដីឲ្យល្អិតគៀដីឲ្យស្មើហើយយកចំបើងស្ងួតមកគ្របពីលើហើយដុតដើម្បីសម្លាប់មេរោគជាមុនក្រោយមកយកជីកំប៉ុស្តមករោយពីលើការស្រោចស្រពដំណាំនេះវាមិនត្រូវការទឹកជោគជាំពេកទេប៉ុន្តែវាទាមទារសំណើមដីជាប់ជាប្រចាំព្រោះប្រព័ន្ធឫសរបស់វាលូតលាស់យ៉ាងសកម្មពិសេសឫសជញ្ជក់កាលណាដីស្ងួតធ្វើឲ្យភាពកង្វះជាតិទឹកក្នុងជាលិកាកើតមានឡើងដូច្នេះគេផ្ដល់ទឹកទៅតាមវគ្គលូតលាស់និងតម្រូវការចាំបាច់ដូចជាចាប់ពីពេលដាំរហូតដល់អាយុ2សប្តាហ៍គេស្រោចទឹកក្នុងកម្រិតមធ្យមមួយថ្ងៃ2លើកព្រឹកនិងល្ងាចក្រោយដាំ2សប្តាហ៍រហូតដល់ប្រមូលផលត្រូវបង្កើនការស្រោចទឹកមួយថ្ងៃ2ដង
ប៉ុន្តែបរិមាណទឹកត្រូវកើនឡើងទៅតាមប្រភេទពូជប៉ុន្តែគេអាចបាញ់ទឹកនឹងកម្លាំងម៉ាស៊ីនឬបញ្ចូលទឹកទៅតាមចន្លោះរងហើយរក្សាទឹកទុក1 ទៅ 2 ម៉ោងហើយបញ្ចេញទឹកទាំងនោះចោលវិញអនុវត្តបែបនេះរយៈពេល5 ទៅ 7 ថ្ងៃការជ្រុំជ្រួយដីដើម្បីឲ្យការលូតលាស់បានលឿនត្រូវជ្រួយដីដើម្បីសម្រួលដល់ការដុះលូតលាស់ប្រព័ន្ធឫសព្រមទាំងស្រូបយកជីជាតិដីការជ្រុំជ្រួយដីត្រូវធ្វើឲ្យបាន2លើកលើកទី1គេជ្រុំដោយចបមុខតូចមុនជ្រុំត្រូវដកស្មៅជុំវិញគល់ចេញហើយជ្រុំឲ្យផុសដីមុខលើជុំវិញគល់ព្រមទាំងវាយបំបែកដីហាលដីរយៈពេល1ថ្ងៃដើម្បីឲ្យដីស្រស់ទឹកក្រោយពីដាំរយៈពេល7 ទៅ 10 ថ្ងៃលើកទី2គេជ្រុំជ្រួយដីដោយប្រើចបជំរះស្មៅធម្មតាកាប់ជ្រុំដីឲ្យផុសល្អពេញផ្ទៃរងហើយគេរងឲ្យស្មើព្រមទាំងបាតរងត្រូវពូនដីនោះឡើងគ្របគល់ឲ្យជិតរយៈពេល18 ទៅ 20 ថ្ងៃក្រោយដាំការដាក់ជីដំណាំនេះត្រូវការសារធាតុចិញ្ចឹមច្រើនយ៉ាងដើម្បីការដុះលូតលាស់និងចេញផ្កាដូច្នេះគេអាចចែកការដាក់ជីជាច្រើនដងរហូតដល់ពេលប្រមូលផលអាស្រ័យទៅតាមប្រភេទដីលោកជារដ្ឋាអនុប្រធានការិយាល័យកសិកម្មស្រុកគងពិសីបានលើកឡើងពីការងារដែលបានអនុវត្តកន្លងមកថាបាទខ្ញុំសូមជម្រាបជូនដែរអំពីការងារដាំដុះនៅក្នុងស្រុកគងពិសីនេះគឺក្រោយពីកសិករបានប្រមូលផលធ្វើស្រែចម្ការហើយកសិករបានបង្កើតរបរបន្ថែមគឺការដាំបន្លែបាទការដាំបន្លែខណាផ្កាដាំតឡាចតសក់ហើយនឹងម្ទេសហាវ៉ៃម្ទេសផ្លោកបាទដើម្បីបង្កើតមុខរបរដើម្បីចិញ្ចឹមជីវិតដើម្បីដោះដូរនៅប្រាក់ដើម្បីរកប្រាក់ចំណូលក្នុងគ្រួសារដើម្បីកាត់បន្ថយជីវភាពគ្រួសារបាទហើយខ្ញុំសូមចូលរួមផងដែរនៅក្នុងដោយឡែកតែនៅក្នុងឃុំវាលដែលបានការដាំដុះកណាផ្កាច្រើនជាងគេបាទតែលើកលែងតែនៅក្នុងភូមិលិចបឹងគឺដែលមានកសិករបានបដិបដាលដោយគម្រោងអភិវឌ្ឍវិស័យកសិកម្មដែលបានចុះមកបដិបដាលទៅលើការបច្ចេកទេសការដាំដុះលើកណាផ្កានេះគឺខាងគម្រោងបានជ្រើសកសិករនោះចំនួន30នាក់ដែលក្នុងនោះដែលមានជើឬកសិករឲ្យចងក្រងជាក្រុមបានបង្ហាត់បានបដិបដាលនៅការរៀននេះរយៈពេល7 លើកបាទក្នុងការរៀននោះគឺយើងមិនអាចផ្ដល់នៅបច្ចេកទេសការទី1គឺយើងបាទលើកទី1យើងគឺការបដិបដាលនេះគឺយើងការធ្វើកត់ត្រាការធ្វើផែនការនិងកត់ត្រាចំណូលចំណាយឲ្យកសិករចេះកត់ត្រានឹងការធ្វើផែនការប្រចាំឆ្នាំឬប្រចាំគ្រួសារហើយឲ្យកសិករហ្នឹងក៏អាចចេះពីការកត់ត្រាពីការចំណូលចំណាយរបស់លើមុខផលរបរកសិកម្មហ្នឹងដូចជាលើដំណាំស្រូវឬការដំណាំបន្លែគ្រប់មុខឬដូចជាការចិញ្ចឹមសត្វបាទនេះគឺជាការមួយវិភាគដើម្បីគាត់ដឹងពីផលចំណេញនិងខាតរបស់គាត់បាទហើយក្នុងការបច្ចេកទេសនៃការដាំដុះនោះគឺខាងបច្ចេកទេសខាងបន្លែនេះគឺទី1គឺការដាំដុះគឺបានផ្ដល់នៅបច្ចេកទេសដាំដុះឲ្យកសិករហ្នឹងគាត់ចេះការភ្ជួររាស់ដីហ្នឹងឲ្យបានច្រើនសារដើម្បីសម្រាប់នៅស្មៅដីខ្យល់ធូរបាទហើយទី2នេះគឺធានការគាត់ចេះសំខាន់គឺការបដោះពូជបាទការសំខាន់ណាការថែពូជការថែកូនដំណាំនេះគឺគាត់ធ្វើម៉េចថែកូនដំណាំឲ្យបានល្អហើយឲ្យគាត់ស្គាល់ពីអាយុកាលនៃការដាំដុះបាទហើយដល់ឡែកមួយទៀតគឺនៅក្នុងតែជាពិសេសគឺគណៈផ្កានេះគឺកសិករក៏ច្រើនខាងខ្ញុំខាងផ្ដល់បច្ចេកទេសគឺឲ្យគាត់ដាក់កន្ទោងលឿនជាងការដាក់កូនបាទដាក់កន្ទោងហើយយើងធ្វើស៊ុំបាំងទៅបាទកុំឲ្យសត្វឥតចូលផ្លាញហើយក៏រយៈពេល18ថ្ងៃទៅយើងអាចយកកូនយកមកដាំបានបាទហើយក្រោយពីដាំហើយយើងអាចក្រោយពីដាំលើគណាផ្កានឹងហើយយើងដាំហើយយើងគាត់ស្រោចទឹកគាត់រោយជីដាក់ដោយសារគាត់ប្រើជីធម្មជាតិគឺជីកំប៉ុស្តបាទហើយនឹងកំប៉ុស្តគឺមានកំប៉ុស្តគោកនិងកំប៉ុស្តរាវដើម្បីយកស្រោចលើបន្លែហ្នឹងដំណាំហ្នឹងគឺសំខាន់ការថែទាំបាទគឺធ្វើម៉េចយើងការថែទាំទី1យើងឲ្យគាត់កសិករចេះសម្អាតស្មៅបាទដើម្បីវាកុំឲ្យរំខាននៅការស្រូបយកជីជាតិពីរបស់បន្លែបាទទី2នេះក៏ឲ្យកសិករគាត់ស្គាល់ពីការសត្វបំផ្លាញរបស់នៅលើដំណាំបន្លែហ្នឹងបាទគឺគាត់ស្គាល់ពីប្រភេទមេអំបៅគឺមានពពួកយោទូងពពួក
កូនជ្រូកគឺហៅពួកតកៅវងហើយឲ្យស្គាល់ពីការបំផ្លាញពីតកៅហ្នឹងក៏គាត់ឲ្យស្គាល់ពីទី1គឺស្គាល់ពីពងហើយទី2ស្គាល់ពីមេអំបៅដល់យើងធ្វើអាវិធីសាស្ត្រមើលតែវិធីសាស្ត្រមេកានិកហ្នឹងគឺយើងចាប់ដល់ដៃបាទគឺចាប់ដោយដៃឬក៏យើងប្រើជាតាក់បើយើងអាចចាប់មេអំបៅញិចទៅញិចពងយកទៅចាប់យកទៅដុតបំផ្លាញចោលបាទហើយសំខាន់បំផុតគឺឲ្យគាត់ស្គាល់ពីការប្រមូលផលចង់និយាយថាធ្វើម៉េចឲ្យការប្រមូលផលហ្នឹងឲ្យវាបានផលពេលប្រមូលផលដើម្បីឲ្យបានផ្កាហ្នឹងផ្កាកណ្ណាហ្នឹងគឺបានឲ្យបានសមល្មមកុំឲ្យខ្ចីពេកហើយចាស់ពេកហើយការទុកថែទាំហ្នឹងគឺមិនឲ្យគាត់កាត់ធ្វើជាល្បាច់តម្រូវការទីផ្សារឬក៏កាត់ធ្វើផ្កាហ្នឹងឲ្យវាទៅកាត់ធៀងទៅបញ្ចេញផ្កាស្អាតហើយទុកដាក់បានយូរការប្រមូលផលត្រូវធ្វើឡើងតាមអាយុកាលរបស់វាព្រមទាំងសភាពនៃផ្កាគេមិនត្រូវកាប់យកផ្កាដែលមិនទាន់ពេញលក្ខណៈឬផ្កាដែលរីកខ្លាំងនោះឡើយវាធ្វើឲ្យបាត់បង់ទិន្នផលនិងសោភ័ណភាពត្រូវកាត់យកផ្កាមូលហាប់ក្រពង់និងណែនមានពណ៌ខ្ចីគេមិនអាចប្រមូលផលតែម្ដងបានឡើយត្រូវធ្វើឡើងជាច្រើនដងតាមការវិវត្តនៃផ្កាម្យ៉ាងទៀតពូជនីមួយៗក៏មានអាយុកាលខុសៗគ្នាដែរដូចជាពូជស្រាលប្រមូលផលដំបូងចន្លោះពី45ទៅ50ថ្ងៃក្រោយដាំវិធីសាស្ត្រក្នុងការប្រមូលផលត្រូវចែកចេញជាពីរយ៉ាងអាស្រ័យទៅតាមការដឹកជញ្ជូនទៅកាន់ទីផ្សារសម្រាប់ការដឹកជញ្ជូនទៅកាន់តំបន់ឆ្ងាយត្រូវកាត់យកដើមដែលមានផ្កានៅពេលថ្ងៃរសៀលមុនស្រោចទឹករួចបញ្ចូលទៅកាន់កន្លែងត្រជាក់បន្ទាប់មកគេប្រើកាំបិតមុតកាត់ដើមពីក្រោមផ្កាប្រវែង6ទៅ7សង់ទីម៉ែត្ររក្សាទុកស្លឹកចំនួន7ទៅ8ស្លឹកអមផ្ការួចក្តោបស្លឹករុំផ្កាឲ្យជិតតម្រៀបចូលក្នុងកេះឡាំងឬកញ្ឆេដោយដាក់ផ្កាឈោមទល់មុខគ្នាការពារភាពប៉ះទង្គិចធ្វើឲ្យចំផ្កាហើយយកទៅទុកដាក់កន្លែងត្រជាក់និងស្ងួតហាមស្រោចទឹកសម្រាប់ដឹកជញ្ជូនទៅកាន់ទីផ្សារចិត្តឬលក់ភ្លាមគេតែងតែកាត់ពេលយប់ក្រោយពីមានអាកាសធាតុត្រជាក់វិធីសាស្ត្រនៃការកាត់គឺកាត់ទុកដើមក្រោមផ្កាប្រវែង5ទៅ6សង់ទីម៉ែត្រមានសន្លឹក5ទៅ6ហើយស្លឹកនៅក្រោមគេត្រូវកាត់ស្លឹកស្មើផ្ការីឯស្លឹកអមផ្កា3ទៅ4សន្លឹកត្រូវក្តោបរុំជាប់ការពារភាពប៉ះទង្គិចទិន្នផលជាមធ្យមលើពិភពលោកពី12ទៅ30តោនក្នុង1ហិកតាក្នុងនោះតំបន់អឺរ៉ុបទិន្នផលខ្ពស់ជាមធ្យម24ទៅ35តោនក្នុង1ហិកតានិងដីឡែកអាស៊ីទិន្នផលជាមធ្យម9ទៅ13តោនក្នុង1ហិកតាក្នុងប្រទេសកម្ពុជាយើងទិន្នផលជាមធ្យមប្រមាណ9ទៅ11តោនក្នុង1ហិកតា